ថ្ងៃនេះខ្ញុំចង់ប្រាប់លោកណាងប្អូនទាំងអស់គ្នាថាលោកណាងប្អូនជាអ្នកនាំទោះបីលោកណាងប្អូនចង់ឬមិនចង់ជឿឬមិនជឿលោកណាងប្អូនជាអ្នកនាំហេតុអីនៅពេលលោកណាងប្អូនទាំងអស់គ្នាមានជំនឿលើព្រះយេស៊ូវគ្រីស្ទលោកណាងប្អូនបានបោះជំហានតាំងខ្លួនខ្លាយខ្លួនជាអ្នកនាំហើយអីដោយសារលោកណាងប្អូនជាពលឺនៅអំបិលគ្រប់កន្លែងនៃយើងទៅយើងរស់នៅជីវិតជាពលឺនៅអំបិលសំដៅទៅលើគ្រប់កន្លែងយើងនៅរស់នៅជីវិតដែលមានអត្ថប្រយោជន៍វិជ្ជមានដើម្បីឆ្លោះប្រចាំព្រះគ្រីស្ទក្នុងជីវិតរបស់យើងគ្រប់ពេលដែលយើងមានអត្ថប្រយោជន៍វិជ្ជមានកន្លែងនោះជាកន្លែងយើងដឹកនាំកន្លែងនោះជាកន្លែងដែលព្រះអង្គសពហាតីដាក់យើងឲ្យនាំការផ្លាស់ប្រែកន្លែងនោះជាកន្លែងដែលព្រះអង្គសពហាតីឲ្យយើងមានភាពក្លាហានក្នុងការឈរហើយដឹកនាំហើយនាំការផ្លាស់ប្រែដល់សហគមន៍និងដល់ក្រុមគ្រួសាររបស់យើងថ្ងៃនេះសូមជឿយ៉ាងអស់ពីចិត្តថាព្រះអង្គត្រាស់ហៅយើងឲ្យក្លាយជាបុគ្គលម្នាក់ដែលនាំការផ្លាស់ប្រែព្រះអង្គត្រាស់ហៅយើងឲ្យក្លាយជាបុគ្គលម្នាក់ដែលរស់នៅជាពន្លឺនៅអំបិលហើយមានភាពជាអ្នកដឹកនាំជីវិតអ្នកអតីតឲ្យស្គាល់ព្រះអង្គដូចគ្នាផងដែរចូលជឿហើយខ្ញុំជឿថាលោកណាងប្អូនទាំងអស់គ្នាព្រះអង្គត្រាស់ហៅណាងប្អូនទាំងអស់គ្នាឲ្យនាំការផ្លាស់ប្រែមិនគ្រាន់តែក្រុមគ្រួសារណាងប្អូនទាំងអស់គ្នាតែនៅកន្លែងធ្វើការណាងប្អូនទាំងអស់គ្នានៅសហគមន៍លោកណាងប្អូនទាំងអស់គ្នានិងនៅប្រជាជាតិរបស់យើងទាំងមូលផងដែរអេមែនថ្ងៃនេះតោះដឹកនាំទាំងអស់គ្នា